កូនហើមពួរអាការៈដូចដាច់មើលថែកូនងាយ3វិធីកូនមានអាការៈហើមពួរជាអាការៈដែលអាចជួបទូទៅជាពិសេសក្មេងដែលមានអាយុ4ទៅ6ខែចុះក្រោមភាគច្រើនអាចជួបនៅពេលដែលកូនម៉មហើយដែលបណ្ដាលមកពីការដែលមានខ្យល់នៅក្នុងពោះកូនមានអាការៈឈឺពោះយំរកគ្រឿងបង្វិលខ្លួនទៅមកបត់ខ្លួនចុះឡើងហើមពោះរឹងពោះពេលខ្លះដែលមានខ្យល់នៅខាងក្នុងពោះច្រើនអាចធ្វើឲ្យមានសញ្ញាដូចជាភើច្រើននិងផោមច្រើនថ្ងៃនេះខ្ញុំមាន3វិធីងាយៗនៅក្នុងការជួយកូនរបស់ទី1ចាប់កូនភើដោយវិធីចាប់កូនភើនៅលើស្មាដោយដាក់ចុងដង្ហើមនៅបរិវេណស្មាហើយយកដៃទះក្នុងថ្នមឬការរត់ឡើងលើឬចុះក្រោមទី2ការចាប់កូនភើដោយយកដៃម្ខាងទប់កូនដាក់នៅបរិវេណចុងដង្ហើមតមកទៀតយកដៃម្ខាងទៀតទះខ្នងកូនថ្នមឡើងលើឬចុះក្រោមអាចធ្វើវិធីទី1និងទី2ប្រមាណ10ទៅ15នាទីទី3ការប្រើផលិតផលដេញខ្យល់នៅក្នុងពោះដោយការលាបផលិតផលនោះនៅបរិវេណពោះហើយធ្វើការម៉ាស្សាថ្នមប្រើពេលវេលាប្រមាណ5ទៅ10នាទីបន្តមកទៀតមកអាចធ្វើការលំហាត់ប្រាណដល់កូនដោយការរុញជើងឡើងលើនិងរាប់ប្រមាណ5វិនាទីហើយធ្វើការលាជើងកូនមកវិញមកអាចធ្វើបែបនេះ10ដងរួចហើយបន្តទៅចលនាមួយទៀតចលនាបន្ទាប់គឺចលនាធាក់កង់មកអាចរាប់ពី1ដល់10រួចហើយធ្វើ5ដងនៅក្នុងមួយ cycle បន្តមកទៀតមកអាចបន្តទៅចលនាមួយទៀតចលនាជើងនិងដៃដែលលើកជើងម្ខាងបត់ទៅដៃម្ខាងទៀតធ្វើបែបនេះឆ្វេងស្ដាំចំនួន10ដងរាប់មួយ cycle ធ្វើបែបនេះប្រមាណ10ក្រោយពីងូតទឹករួចម៉ាក់អាចអនុវត្តបែបនេះបាននោះកូនរបស់ម៉ាក់នឹងទទួលបានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃជួយឲ្យគាត់អារម្មណ៍ល្អនិងគេងលក់យ៉ាងស្កប់ស្កល់សង្ឃឹមថាคลิปវីដេអូនេះនឹងជាប្រយោជន៍ដល់ម៉ាក់ដែលមានកូនតូចអាចអនុវត្តបានគ្រប់គ្នាអរគុណ